សួស្តីប្រិយមិត្តជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តស្អីរឿងអ៊ីប៉ូទៀតផ្ដើមស្អីរឿងដំបូងនៅក្នុងភាគនេះយើងបានឃើញថាការប្រកួតរវាងអ៊ីប៉ូនិងហាយ៉ាមីបានចូលមកដល់ហើយចំណែកឯអ្នកមកគាំទ្រនឹងគឺច្រើនខ្លាំងមែនតែនជាពិសេសគឺ fan របស់ហាយ៉ាមីតែម្ដងបន្ទាប់មកអ្នកអត្ថាធិប្បាយក៏បានប្រកាសអំពីប្រវត្តិរូបរបស់ពួកគេហើយលោកគ្រូបង្វឹករបស់ពួកគេនឹងក៏បានណែនាំអំពីយុទ្ធសាស្ត្របន្ថែមអញ្ចឹងទៅបន្តមកទៀតយើងបានឃើញថាទឹកទី1ក៏បានចូលមកដល់ហើយឥឡូវនេះយើងកាត់ទៅមើលមីយ៉ាតាវិញដែលគាត់កំពុងតែហ្វឹកហាត់ដើម្បីត្រៀមការប្រកួតជាមួយនឹងម៉ាស៊ីបាដោយនៅពេលនេះគឺគាត់បានដឹងថាការប្រកួតរបស់អ៊ីប៉ូត្រូវបានចាប់ផ្ដើមហើយដោយគាត់បានគិតក្នុងចិត្តមិនចង់ឲ្យអ៊ីប៉ូចាញ់នោះទេពីព្រោះពួកគេបានសន្យាជាមួយនឹងគ្នាថាពួកគេត្រូវតែប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រឲ្យបាននៅពេលនេះកីឡាករទាំងពីរកំពុងតែឈរមើលមុខគ្នាដូចជាចង់ស៊ីសាច់អញ្ចឹងនៅពេលនោះផងដែរអ្នកគ្រប់គ្នាកំពុងតែផ្ចង់អារម្មណ៍មើលមែនតើបន្ទាប់មកហាយ៉ាមីក៏បានដើរចូលទៅវាយប្រហារទៅកាន់អ៊ីប៉ូមុនក្បាច់ដ៏ល្អឯករបស់គាត់គឺ shotgun នឹងបានបញ្ចេញមកទីរៃវាយទៅលើអ៊ីប៉ូនឹងជាច្រើនដៃដោយការវាយទាំងនោះក៏បានធ្វើឲ្យអ៊ីប៉ូនឹងត្រូវមិនតិចដៃផងដែរចំក្តារមុខមែនតើបន្ទាប់ពីត្រូវច្រើនដៃពេកអ៊ីប៉ូក៏បានដាក់មួយទំហឹងធ្វើឲ្យហាយ៉ាមីនឹងខ្ទាតទៅក្រោយតែម្ដងបន្ទាប់មកទៀតពួកគេនៅតែបន្តប្រយុទ្ធគ្នាវាយកិច្ចអីអញ្ចឹងទៅចំណែកអាប៉េហាយ៉ាមីនឹងគឺកិច្ចឡាខ្លាំងមែនតើនៅពេលនោះផងដែរយើងបានឃើញថាអ៊ីប៉ូកំពុងតែព្យាយាមរកយុទ្ធសាស្ត្រផងដែរដើម្បីធ្វើយ៉ាងណានឹងឲ្យហាយ៉ាមីបញ្ចេញក្បាច់ uppercut មកពីព្រោះគាត់មានវិធីនៅក្នុងការទប់ទល់ជាមួយនឹងហាយ៉ាមីប៉ុន្តែទោះបីជាគាត់ខំប្រឹងមិនក៏ដោយហាយ៉ាមីគឺហាក់ដូចជាដឹងកំណត់របស់គាត់អញ្ចឹងនៅពេលនោះគាត់បាននឹកឃើញសម្ដីរបស់ The Master ដែលបានប្រាប់គាត់ថានៅពេលដែលគាត់វាយកុំនៅឆ្ងាយអំពីហាយ៉ាមីពេកព្យាយាមធ្វើយ៉ាងម៉េចក៏ដោយនឹងចូលទៅគៀកគាត់នឹងកាន់តែចិត្តកាន់តែល្អនៅពេលនោះអ៊ីប៉ូក៏បានប្រើក្បាច់ផ្អៀងចុះផ្អៀងឡើង shotgun របស់ហាយ៉ាមីក៏មិនមានឥទ្ធិពលទៅលើអ៊ីប៉ូទៀតផងដែរហើយគាត់កាន់តែចូលគៀកទៅកាន់ហាយ៉ាមីទៅទៀតការចូលទៅគៀកនេះគឺធ្វើឲ្យហាយ៉ាមីពិបាកនៅក្នុងការធ្វើចលនាមែនតែននៅពេលនោះហាយ៉ាមីបានព្យាយាមម៉ាត់ឲ្យអ៊ីប៉ូនឹងខ្ទាតចេញអំពីខ្លួនប៉ុន្តែអ៊ីប៉ូបានកិច្ចចុះក្រោមនិងបានប្រើ uppercut ខ្លីដើរចំចង្ការរបស់ហាយ៉ាមីដែលជាចំណុចខ្សោយរបស់គាត់នឹងឯងបន្ទាប់ពីត្រូវមួយដៃនេះហើយហាយ៉ាមីគឺអស់ហើយនៅពេលនេះប៉ុន្តែគាត់បានព្យាយាមក្រោកឡើងទាំងជើងរបស់គាត់គឺត្រេតត្រោតហាក់បីដូចជាគាត់នឹងគឺមិនអាច control ទៅលើខ្លួនឯងបានតទៅទៀតនោះទេហាយ៉ាមីព្យាយាមប្រើ shotgun ជាលើកចុងក្រោយដើម្បីការពារខ្លួនអំពីអ៊ីប៉ូប៉ុន្តែនេះគឺជាឱកាសរបស់អ៊ីប៉ូហើយគាត់ក៏បានវាយទៅកាន់ហាយ៉ាមីជាបន្តទៀតនិងបានធ្វើឲ្យគាត់ខ្ទប់ទៅកាន់ខ្សែសៃវៀនលោកគាត់ក៏បានបញ្ចេញកណ្ដាប់ដៃដ៏ធ្ងន់មួយជាលើកចុងក្រោយម៉ាត់ទៅលើហាយ៉ាមីដើម្បីផ្ដាច់គាត់ឲ្យសន្លប់នៅក្នុងទឹកមួយនេះយកតែម្ដងនៅពេលនោះអ៊ីប៉ូក៏បានក្លាយទៅជាអ្នកឈ្នះនៅពេលដែលហាយ៉ាមីបានសន្លប់លែងដឹងខ្លួននោះអ្នកគ្រប់គ្នានៅក្នុងសៃវៀនប្រកួតគឺស្ងាត់ឈឹងតែម្ដងព្រោះម្នាក់មិនគិតថាកីឡាករដូចជាអ៊ីប៉ូដែលមិនល្បីឈ្មោះទាល់តែសោះបែរជាអាចបដូរហាយ៉ាមីដែលជាកីឡាករខ្លាំងលំដាប់ A ម្នាក់បានហើយគាត់ក៏បានក្លាយទៅជាអ្នកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុង Rocky Champion Tournament នេះឯងហាយ៉ាមីវិញបន្ទាប់ពីចាញ់ការប្រកួតមួយនេះក៏អត់មានបានស្លន់ស្លោខឹងសម្បាអ្វីនោះទេគាត់មានការខកចិត្តបន្តិចបន្តួចមែនប៉ុន្តែគាត់ក៏បានអរគុណទៅកាន់អ៊ីប៉ូផងដែរដែលធ្វើឲ្យគាត់នឹងដឹងពីចំណុចខ្សោយរបស់ខ្លួនឯងជាពិសេសគឺនៅត្រង់ចង្ការរបស់គាត់នឹងតែម្ដងហើយគាត់សន្យាថាគាត់នឹងខំប្រឹងប្រកាសឲ្យខ្លាំងជាងមុនបំពេញនៅចន្លោះដែលគាត់ខ្វះខាតហើយគាត់នឹងត្រឡប់មកវិញជាមួយនឹងភាពខ្លាំងជាងមុនណែឯហ្វូស៊ីបន្ទាប់ពីអង្គុយមើលការប្រកួតមួយនេះគាត់ក៏មានកំណត់ផ្ទាល់ខ្លួនផងដែរហើយគាត់បាននិយាយថាហាយ៉ាមីត្បិតថាសតការរបស់គាត់នឹងគឺខ្លាំងក៏ពិតមែនប៉ុន្តែគឺមិនអាចទប់ស្កាត់អ៊ីប៉ូបានឡើយដែលអ៊ីប៉ូនឹងឯងគឺជាអ្នកផ្ដាល់ដែលតស៊ូខ្លាំងមែនតែនគាត់មិនសូវខ្វល់ពីអាយុជីវិតរបស់ខ្លួនឯងនោះទេឲ្យតែអាចឈ្នះគឺគាត់ខំប្រឹងអស់ពីលទ្ធភាពរបស់គាត់នឹងឯងហើយគាត់ក៏បាននិយាយទៀតថាគូប្រកួតបន្ទាប់គឺជាមីយ៉ាតារួមទាំងម៉ាស៊ីបានឹងឯងដែលត្រូវប៉ះគ្នាហើយនៅពេលនេះចំណែកអ៊ីប៉ូវិញបន្ទាប់ពីគាត់បានឈ្នះជាមួយនឹងការប្រកួតមួយនេះមនុស្សជាច្រើនហ្នឹងបានអបអរសាទរទៅកាន់គាត់មែនតែនដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងឆ្នាំនេះផងដែរលុះនៅពេលដែលពួកគេដើរចេញមកក្រៅម្នាក់ហ្នឹងគឺវាយបតៃបន្តគ្នាទៅដើមថាគាត់ហ្នឹងគឺជាអ្នកផ្ដល់ដំបូន្មានទៅកាន់អ៊ីប៉ូបានជាគាត់ឈ្នះអញ្ចឹងតែអ៊ីប៉ូគាត់ក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាវាមិនពិតនោះទេអ្នកទាំងអស់គ្នាគឺសើតែមានអ្នកទាំងអស់គ្នាគឺសើតែចូលរួមចំណែកទាំងអស់គ្នាហ្នឹងដោយអ្នកខ្លះហ្នឹងប្រាប់ពីក្បាច់ជើងអ្នកខ្លះប្រាប់ពីក្បាច់ដៃអញ្ចឹងណាចំណែកឯកតាម៉ូរ៉ាវិញក៏សួរថាចុះគាត់
អ៊ីបូក៏បាននិយាយថាកតាមូរ៉ាក៏មានចំណែកដែរប៉ុន្តែនៅពេលដែលគាត់រកនិយាយថាតើកតាមូរ៉ាបានប្រាប់ក្បាច់អ្វីដល់គាត់នោះគឺគាត់រកនឹងមិនឃើញនោះទេគាត់ក៏បាននិយាយថាគាត់ក៏មិនដឹងដែរធ្វើឲ្យកតាមូរ៉ានឹងខឹងខ្លាំងមែនតើក៏បានដេញអ៊ីបូបលែងលេងដូចជាកូនក្មេងអញ្ចឹងទៅចំណែកសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ចប់ទៅត្រឹមនឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ